បងប្អូនចន្ទទីនៅខាងក្រៅខ្ញុំនេះគឺនៅខាងពាក់ស្នែងខាងជីមរៀលបងប្អូនឥឡូវនេះគឺចាប់ដើមរើសបដាបដានោះកំណត់រើសបងប្អូននោះបាទគឺគាត់បានមួយថ្ងៃបាន300-400 គីឡូរបស់គាត់ដែរប៉ុន្តែអ្វីដែលបញ្ហាប្រឈមឥឡូវនេះគឺភ្លៀងបងប្អូនភ្លៀងគឺធ្វើឲ្យផ្ការបស់គាត់គឺខូចមួយចំនួនធំមែនតើគឺថាចន្ទទីរបស់គាត់គឺយើងបានដោះស្រាយជូនទៅលើបញ្ហាកេងក្តាប់បន្ទាប់ពីយើងបាញ់ឈុតទិញក្តាប់ហើយផ្កាវាអស់ stress វាទម្លាក់ក្តាប់មកប៉ុន្តែជួបជាមួយនឹងបញ្ហាភ្លៀងឥឡូវនេះគឺយើងកំពុងតែបាញ់ឈុតលាងទឹកភ្លៀងម្ដងដើម្បីដោះស្រាយបញ្ហាភ្លៀងបងប្អូនហើយនេះគឺជាសភាពក្បាលរុយបងប្អូននេះអានេះក្តាប់មកវគ្គមុននេះបងប្អូននេះក្បាលរុយមកក្រោយទៀតនេះគឺមកច្រើនតែតើបងប្អូននេះក្បាលរុយបាទមកចឹងគ្រប់មេឃហើយសម្រាប់ឈុតទឹកភ្លៀងគឺមាន2មុខនេះបងប្អូនចឹងសម្រាប់បងប្អូនដែលត្រូវការទិញ5ឈុតថែមជូន1ឈុតហើយសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះបើសិនជាមានជាសំណួរចម្ងល់ចង់សួរនាំពីបញ្ហាចន្ទទីអាច comment សួរនាំនៅក្នុងវីដេអូនេះបានខ្ញុំនឹងឆ្លើយតបជូនបានអរគុណច្រើនជម្រាបលា